សួស្តីជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរនៅក្នុងជំរៅនៃទេសភាពនៃប្រទេសអេស្ប៉ាញអដ្ឋកំបាំងបុរាណមួយត្រូវបានរកឃើញដោយគ្រោះរាំងស្ងួតថ្មីៗនេះវិមានដ៏ធំសម្បើមអាយុ7000ឆ្នាំអស្ចារ្យមួយមានអាយុកាលសូម្បីតែពីរ៉ាមីតនៃប្រទេសអេស៊ីបវិនាសកម្មនេះមិនត្រឹមតែផ្លាស់ប្ដូររាងកាយនិងរបស់អំពីជីវប្រវត្តិសាស្ត្ររបស់មនុស្សជាតិប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងអញ្ជើញយើងឲ្យមើលទៅកាន់មនុស្សស៊ីជម្រៅទៅក្នុងអដ្ឋកំបាំងនៃអរិយធម៌អតីតកាលផងដែរមនុស្សបុរាណទាំងអស់នេះដែលរស់នៅយូរមុនពេលប្រវត្តិសាស្ត្រត្រូវបានកត់ត្រាមានចំណេះដឹងមានជំនាញស្ថាបត្យកម្មដែលបន្តជំរុញការកោតសរសើរនៅសប្តាហ៍ថ្ងៃនេះវិមាននេះដែលលាក់នៅក្រោមផ្ទៃអាងស្តុកទឹកទើបតែត្រូវបានបង្ហាញដោយគ្រោះរាំងស្ងួតនេះបម្រើជាការរំលឹកដ៏មានឥទ្ធិពលមួយថាពេលវេលាមិនលុបអ្វីទាំងអស់នោះទេបេតិកភណ្ឌមួយចំនួននៅតែជាប់នៅក្នុងដីដោយរងចាំពេលវេលាដ៏ត្រឹមត្រូវដើម្បីលេចចេញមកវិមាននេះមិនមែនគ្រាន់តែជាថ្មដែលរៀបចំជារង្វង់នោះទេវាតំណាងឲ្យទំនាក់ទំនងយ៉ាងជ្រាលជ្រៅដែលវប្បធម៌បុរាណទាំងអស់នោះមានជាមួយនឹងផែនដីដែលជាទំនាក់ទំនងដែលសង្គមសម័យទំនើបតែងតែមើលរំលងការរកឃើញនេះនិយាយអំពីធម្មជាតិដ៏យូរអង្វែងនៃការចង់ដឹងចង់ឃើញភាពច្នៃប្រឌិតរបស់មនុស្សបុរាណទាំងអស់នេះមិនត្រឹមតែសាងសង់រចនាសម្ព័ន្ធសម្រាប់គោលបំណងមុខងារប៉ុណ្ណោះទេពួកគេបានសាងសង់និមិត្តសញ្ញានៃជំនឿរបស់ពួកគេចំណេះដឹងរបស់ពួកគេនិងការតភ្ជាប់របស់ពួកគេទៅនឹងលំហអាកាសវិមានរបស់ពួកគេមិនមែនគ្រាន់តែជារូបវន្តនោះទេពួកវាមានលក្ខណៈខាងវិញ្ញាណដែលត្រូវបានរចនាឡើងដើម្បីតម្រឹមជាមួយនឹងវដ្តនៃផែនដីនិងផ្កាយដោយបង្កើតកន្លែងសម្រាប់ពិធីសាសនាការឆ្លុះបញ្ចាំងនិងការគោរពនៅក្នុងភាពប្រញាប់ប្រញាល់នៃជីវិតសម័យទំនើបវាងាយនឹងភ្លេចថាបុព្វបុរសរបស់យើងមានការចង់ដឹងចង់ឃើញនិងច្នៃប្រឌិតដូចយើងសពថ្ងៃនេះប្រាជ្ញារបស់ពួកគេមិនត្រឹមតែនៅក្នុងឧបករណ៍ដែលពួកគេបានបង្កើតនោះទេប៉ុន្តែនៅក្នុងរបៀបដែលពួកគេរស់នៅដោយសុខដុមជាមួយនឹងជីវិតធម្មជាតិដោយស្វែងរកការយល់ដឹងអំពីសេចក្តីពិតដ៏ជ្រាលជ្រៅនៃអត្ថិភាពតាមរយៈការរកឃើញឡើងនៅវិមានដែលបានបាត់បង់ទាំងអស់នេះយើងត្រូវបានរំលឹកអំពីភាពគ្មានវេលាសក្តានុពលរបស់មនុស្សនិងសារៈសំខាន់នៃការតភ្ជាប់ជាមួយនឹងប្រាជ្ញានៃអតីតកាលការជីកកកាយនេះក៏ជំរុញឲ្យយើងឆ្លុះបញ្ចាំងពីរបៀបដែលយើងអាចបន្សល់ទុកនៅមរតកផងដែរតើមនុស្សជំនាន់ក្រោយនឹងរកឃើញអ្វីខ្លះអំពីយើងតើយើងកំពុងកសាងជីវិតដែលយើងទប់ទល់នឹងការសាក់លបងនៃពេលវេលាមិនត្រឹមតែនៅក្នុងទ្រព្យសម្បត្តិសម្ភារៈប៉ុណ្ណោះទេប៉ុន្តែនៅក្នុងប្រាជ្ញាការអាណិតអាសូរនិងការតភ្ជាប់គ្នាទៅវិញទៅមកប្រាសាទបុរាណទាំងអស់នេះរំលឹកយើងថារបស់ដែលយើងបង្កើតនៅថ្ងៃនេះនឹងនៅរស់រានមានជីវិតយូរបន្ទាប់ពីយើងបាត់បង់ទៅហើយផលប៉ះពាល់ដែលយើងបង្កើតច្រើនតែមានលក្ខណៈខាងវិញ្ញាណដូចជារូបវន្តនៅពេលអ្នកឆ្លោះបញ្ចាំងអំពីការរកឃើញនេះសូមពិចារណាពីរបៀបដែលយើងអាចរៀនពីអតីតកាលដើម្បីបង្កើតអនាគតដែលគោរពដល់តភ្ជាប់របស់យើងទៅកាន់ផែនដីនិងគ្នាទៅវិញទៅមកតើយើងអាចចាត់វិធានការអ្វីខ្លះដើម្បីបន្សល់ទុកនៅមរតកដ៏យូរអង្វែងនៃសេចក្តីស្រឡាញ់ការគោរពនិងភាពសុខដុមរមនាចែករំលែកវីដេអូទាំងអស់នេះទៅកាន់បងប្អូនទាំងអស់ជួយធ្វើការ share និង follow page ម្នាក់មួយផងដែរជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារបាទ